trong tới Singapore ប៉ុន្តែអត់ចង់ចំណាយច្រើនមែននេះ16កន្លែងដែលខ្ញុំបានទៅហើយ free ទៀតទី1គឺ Jewel Changi Airport នៅ Terminal 1ណាគេចង់ទៅមើលទឹកជ្រោះហ្នឹងទៅ Terminal 1ទៅត្រូវហើយកន្លែងហ្នឹងឈ្មោះ Jewel Changi Airport ហើយទី2យើងជិះ Skytrain ហ្នឹងគឺ free ដូចគ្នាយើងជិះ Terminal 2ទៅ Terminal 3យើងជិះហ្នឹងដឹងគឺកាត់ទឹកជ្រោះហ្មងលយខ្លាំងហ្មងកន្លែងហ្នឹងហើយមួយទៀតក៏កន្លែងនេះល្បីដែរ The Wonderful កន្លែងហ្នឹងជា screen 3D ឯប៉ុន្តែមានទឹកជ្រោះកន្លែងហ្នឹងក៏ល្បីដែរនៅក្នុង social media ហើយមួយទៀតហ្នឹងគឺ Chime កន្លែងថត Crazy Rich Asia កន្លែងគេការកន្លែងហ្នឹងស្អាតណាស់ហើយនៅចិត្តហ្នឹងក៏មានពហិយដែរឈ្មោះ Andrew ហ្នឹងតែកន្លែងហ្នឹងគឺអាចចូលខាងក្នុងបានអត់ដូចកន្លែងឆែមែនឲ្យចូលក្នុងតែនេះចូលក្នុងបានយើងឃើញ experience មួយទៀតហ្មងហើយនៅចិត្តនឹងដូចគ្នា National Gallery អញ្ចឹងកន្លែងដែលខ្ញុំរៀបរាប់នោះសិតតែ free យើងចូលបានទេប្លែកណាហើយកន្លែងដែល trending មួយទៀតហ្នឹងគឺ Raffle អញ្ចឹងវីដេអូនេះរៀងលឿនតិចដោយសារកន្លែងនេះវាច្រើនឡើង6 10កន្លែងហ្នឹងឃើញធ្លាប់អ្នកមើលនៅក្នុង IG ទៅដឹងហើយយើងអាចជិះឡានក្រុងទៅដល់ Bayfront ហ្នឹងផ្លូវហ្នឹងគឺ Skywalk យើងដើរទៅពី Marina Bay ទៅ Shopហ្នឹងហើយនៅលើ Sky Walk ហ្នឹងយើងអាចដើរទៅដល់ Garden by the Bay ហើយយើងដើរមើលអីនៅចិត្តហ្នឹងទៀតឲ្យកន្លែងនេះឃើញនៅក្នុង social media TikTok អី trend មែនដែរកន្លែងចរាយន្តហ្នឹងជិះទៅឃើញ Marina Bay ឡើងច្បាស់ហ្មងស្អាតណាហើយកន្លែង shop ហ្នឹងហើយកន្លែងហ្នឹងគឺមានជិះទូកជិះអីនៅខាងក្នុងផ្សារទំនើបហើយយើងដើរទៅមកក្រៅទៅកន្លែងហ្នឹងគេមាន show ទឹកពេលយប់ស្អាតណាតែទេសភាពកន្លែងហ្នឹងពេលល្ងាចថ្ងៃលិចស្អាតមែនតើហ្មងហើយនៅ shop ហ្នឹងក៏មាន food court ដែរកន្លែងហ្នឹងក៏សបោអីញ៉ាំដែរហើយយើងដើរទៅមាន Sky Bridge គេហៅ Helix Bridge ហ្នឹងយើងដើរទៅយើងអាចទៅដល់Malayan នៃកន្លែងហ្នឹងតែទេសភាពពេលយប់អាគារស្អាតមែនតើហ្មងផ្លូវហ្នឹងហ្នឹងហើយអញ្ចឹងយើងដើរតាមផ្លូវហ្នឹងមកដល់ Malayan ហើយយើងអាចមើលតោខ្ជាក់ទឹកហ្នឹងហើយនឹងមើល Marina Bay យប់ឡើងអញ្ចឹងហើយយើងមកដល់ La Posat អញ្ចឹងកន្លែងហ្នឹង food court ទេអញ្ចឹងសបោលក់ឲ្យញ៉ាំឲ្យតម្លៃគេធូរថ្លៃទៀតញ៉ាំនៅហ្នឹងហើយបន្ទាប់មកទៅ Clarke Quay នៅក្នុងផ្ទះគេមានពណ៌ច្រើននៅមាត់ទឹកហ្មង